Ba xôm chấm điệp xu tập hợp ôn nặng tí đọc đọc môi đọc piទាំងអស់ហើយនេះលោកគ្រូសូមចេញតែសេចក្តីមួយល្អទេហើយងាយទេហើយស្រួលទៀតបាទស្រួលតែម្ដងនេះគេថាណាប្រធានគេថាមានលក្ខខណ្ឌជាច្រើនយ៉ាងដែលនាំឲ្យជីវភាពរបស់មនុស្សយើងបានសុខសប្បាយចូលបញ្ចូលទស្សនៈនេះឲ្យបានសុខសប្បាយខ្ញុំដាក់គម្រោងតែអញ្ចឹងយើងពេលនេះយើងដាក់ថាតាមសេចក្តីអញ្ចឹងលំនាំបញ្ហាពេលនោះយើងសរសេរចូលបន្ទាត់មកចាប់ពីនឹងមកនេះយើងដាក់ថានៅក្នុងលោកយើងនេះក៏ចង់រស់នៅបានសុខសប្បាយគ្មានភ័យគ្មានព្រួយណារស់នៅក្នុងសុភមង្គលគ្រប់គ្នាប៉ុន្តែមានអ្នកខ្លះក៏សំតាមបំណងឯអ្នកខ្លះទៀតពុំសំតាមបំណងផងដែរពីព្រោះថាដើម្បីទទួលបានជីវភាពសុខដុមសម្បូរសប្បាយគឺណាត្រូវមានកត្តាជាច្រើនយ៉ាងបញ្ចូលគ្នាទើបជួយជំរុញឲ្យជីវភាពរស់នៅប្រកបដោយសុភមង្គលបាទអញ្ចឹងបងប្អូនអាចសេតថែមទៀតទៅកន្លែងហ្នឹងណាតមកបានយើងលើកវិធានមកដាក់គេហៅចំណូលបញ្ហាហ្នឹងអញ្ចឹងដាក់ថាហេតុនេះហើយណាហេតុនេះហើយឬក៏អាស្រ័យហេតុនេះហើយមានណាបានជាមានទស្សនៈមួយលើកឡើងថាមានលក្ខខណ្ឌជាច្រើនយ៉ាងដែលនាំឲ្យជីវភាពរស់នៅរបស់មនុស្សរស់នៅប្រកបដោយណារបស់មនុស្សនឹងបានសុខសប្បាយអញ្ចឹងយើងលើកធាននឹងដល់មកដាក់មកកន្លែងហ្នឹងមានន័យថាករណីយើងលើកធាននឹងដល់មកដាក់យើងបានអត់មានអីបាទេគឺលើកទាំងអស់ហ្មងយកមកណាយើងប្រើ clear អីបានចោតសួរយើងយកប្រធានមកចោតសួរក៏បាននេះប្រើពាក្យថាទស្សនៈខាងលើនេះមានអត្ថន័យដូចម្ដេចក៏បានដែរឬក៏យើងចោតសួរថាតើណាលក្ខខណ្ឌដែលនាំឲ្យមនុស្សរស់នៅបានសុខសប្បាយមានអ្វីខ្លះហ្នឹងអញ្ចឹងក៏បានដែរអូខេនេះជាប់សេចក្តីបាច់ដាក់តាមខ្ញុំទេដាក់តាមពួកយើងក៏បានដែរដាក់ថាម៉េចក៏បានដែរឲ្យតែវាត្រឹមត្រូវអាចបានបន្ទុកដោយស្រួលហ្នឹងណាអញ្ចឹងដាក់ថាដើម្បីជាស្ពានឈានដល់ការបកស្រាយប្រធានខាងលើឲ្យបានបោះក្បាយឬស៊ីជម្រៅអីចឹងទៅទាំងអស់គ្នាជាដំបូងយើងទាំងអស់យើងគួរគប្បីយកនៃពាក្យគ្រឹះជាមុនសិនអានេះយើងប្រើមិនក៏បានមកសំរុំតែមកពាក្យជីវភាពនិងលក្ខខណ្ឌអញ្ចឹងមានថាពាក្យហ្នឹងក៏យើងមិនបាច់ដាក់ក៏បានដែរមិនបាច់សរសេរមកក៏បានដែរខ្ញុំយកចោលចឹងឲ្យបាក់ឲ្យយើងអញ្ចឹងដាក់ថាពាក្យឲ្យបើកផ្នែកសញ្ញាផងអាជីវភាពនឹងមានន័យថាការរស់នៅរបស់មនុស្សអញ្ចឹងទៅរីឯពាក្យថាលក្ខខណ្ឌអញ្ចឹងទៅមានន័យថាកត្តាណាកត្តាឬមូលហេតុមធ្យោបាយអីចឹងទៅណាអូខេយកនៃវិធានសំខាន់ជាងគេយកនៃវិធានណាមានកូនសិស្សខ្លះបញ្យល់នៃវិធានហ្នឹងទៅដល់ចប់បានសរុបអញ្ចឹងខហើយនេះយើងដាក់ថាដូចនេះប្រធានខាងលើនេះមានន័យថាម៉េចមានន័យថាដើម្បីរស់នៅក្នុងរស់នៅរបស់មនុស្សក្នុងសង្គមនីមួយៗដែលមានមធ្យោបាយជាច្រើនក្នុងការរកបាទទទួលទានឆ្ពោះទៅរកសុភមង្គលដើម្បីពឹងផ្អែកទៅកត្តាលក្ខខណ្ឌចាំបាច់ច្រើនយ៉ាងបាទអញ្ចឹងកន្លែងនេះបកស្រាយហ្នឹងជាទូទៅយើងប្រើឃ្លាថាជាការពិតណាស់មកកន្លែងហ្នឹងយើងប្រើថេបមួយបាទជាការពិតណាស់បាទអូខេជាការពិតណាស់ឲ្យចឹងមកអូខេជាការពិតណាស់ដើម្បីបានសេចក្តីសុខណាហោហែសុភមង្គលយើងត្រូវមានខ្លះអញ្ចឹងខ្ញុំដាក់កំណត់សំខាន់ទី1សុខភាពហ្នឹងមានសុខភាពទាំងផ្លូវកាយដែលគ្មានជំងឺកម្លាំងពលំអាចបំពេញការងារបានឧទាហរណ៍រឿងកលាប់បៃលិនអីចឹងបង្ហាញពួកអង្គចាចិត្តមកសុខភាពផ្លូវចិត្តមានថាគ្មានការគៀបសង្កត់ផ្លូវចិត្តណាសេរីភាពក្នុងការសម្រេចចិត្តអញ្ចឹងទៅណាភាពសប្បាយរីករាយគ្មានទុក្ខកង្វល់អញ្ចឹងជាដើមមកឧទាហរណ៍រឿងកលាប់បៃលិនដដែលអញ្ចឹងមានថានាងគុណរីហ្នឹងគាត់រស់នៅដោយសេចក្តីសុខមានទុក្ខកង្វល់ខាងគាត់រស់នៅដោយសេចក្តីសុខមានន័យថាផ្លូវចិត្តអូខេទី2ខ្ញុំសំខាន់ទី2គឺទ្រព្យសម្បត្តិមានថាយើងដូចជាទ្រព្យសម្បត្តិគឺជាវត្ថុក្រៅខ្លួនទ្រព្យសម្បត្តិគ្រាន់តែប្រើប្រាស់សេចក្តីត្រូវការអីចឹងទៅដូចជារឿងកលាប់បៃលិនជាដើមរឿងកលាប់បៃលិនបង្ហាញពីលោកទ្រព្យសម្បត្តិមកគាត់មានទ្រព្យសម្បត្តិនៅស្រុកស្រួលអីចឹងទៅតមកចំណុចសំខាន់ទី3បង្ហាញពីសេចក្តីស្ងប់ក្នុងសបញ្ញៈណាមានន័យបានមកដោយហៅថាយុត្តិធម៌ស្របនឹងសតិសម្បញ្ញៈណាមានការពេញចិត្តនៅអ្វីដែលខ្លួនមានអញ្ចឹងទៅអូខេឧទាហរណ៍រឿងព្រះទឹកថ្មីឬផែនដីចាស់សំតែងតែធ្វើរឿង
តែត្រឹមត្រូវស្របនឹងតាមសតិណាតាមសតិឬការរកស៊ីរបស់សុចរិតហើយចេះបំពេញចិត្តនៅអ្វីដែលគេមានទៅអូខេហើយសំខាន់ទី4តំណែងតំណងល្អជាមួយអ្នកជំនាញគ្រួសារសហគមន៍និងសង្គមឧទាហរណ៍រឿងកលាប់បៃលិនបង្ហាញតួអង្គចូលចិត្តដដែលហ្នឹងយើងដាក់មកមានតំណែងតំណងល្អជាមួយនឹងកម្មករជាត្បូងហើយមានការប្រស័យទាក់ទងគ្នាជាមួយអ្នកដទៃធ្វើឲ្យចៅចិត្តមានភាពកក់ក្ដៅក្នុងចិត្តរីករាយជានិច្ចបាទអញ្ចឹងរឿងនៅក្នុងហ្នឹងក៏អាចលើករឿងគ្រូបង្រៀនសិក្សាបានដែរបង្ហាញពីគ្រួសាររបស់គ្រូហមហើយមានតំណងល្អជាមួយអ្នកភូមិអញ្ចឹងទៅទីសំខាន់ទី5គឺការងារជាការងារស្របច្បាប់ណាស្របច្បាប់សមស្របមានលក្ខខណ្ឌអញ្ចឹងទៅការងារស្របច្បាប់ធ្វើឲ្យគាត់មានសេចក្តីសុខឬក៏សុខភាពល្អអញ្ចឹងដែរមានរស់នៅមិនផិតមិនភ័យអាហ្នឹងគឺរស់នៅល្អហើយតមកកំណត់សំខាន់ទី4ទី5សង្គមនឹងមានសុខសន្តិភាពនយោបាយសន្តិសុខសេរីភាពអញ្ចឹងទៅបាទតមកឧទាហរណ៍នៅក្នុងឆ្នាំទី5ហ្នឹងរឿងបែបទឹកថ្មីចុងបញ្ចប់នៃរឿងតួអង្គសំអញ្ចឹងទៅដែលបានជួបទុកសោកជាច្រើនបានទទួលសេចក្តីសុខនៅជីវិតរបស់គាត់ទទួលបានពន្លឺថ្មីក្រោមការដឹកនាំរបស់លោករបស់បរមរតនកោដ្ឋនរោត្តមសីហនុអញ្ចឹងទៅក្នុងសម័យសង្គមរាស្ត្រនិយមកន្លែងហ្នឹងគឺយើងលើករឿងចឹងតមកយើងសរុបហ្នឹងគឺយើងចប់បន្តកន្លែងហ្នឹងសរុបសេចក្តីមកតាមការបកស្រាយខាងលើយើងឃើញថាមានលក្ខខណ្ឌជាច្រើនដែលនាំឲ្យការរស់នៅរបស់មនុស្សទទួលបាននៅសេចក្តីសុខស្បល់ហើយមានលក្ខខណ្ឌជាច្រើនទៀតដែលមានអន្តរតំណងគ្នាដោយកាត់ផ្ដាច់មិនបានរវាងកត្តាបុគ្គលខ្លួនឯងនិងសង្គមទាំងមូលអូខេអាហ្នឹងសរុបតមកវាតម្លៃធានផ្សេងណាពួកយើងកុំយល់ច្រឡំគុំខុសគ្នាហ្នឹងយើងដាក់ថ្ងៃមកដាក់ចុះគាត់ប្រើពាក្យឆ្លងតាមកន្លែងបញ្ចប់សេចក្តីវាតម្លៃធានឆ្លងតាមការបកស្រាយប្រធានខាងលើបាទឆ្លងតាមការបកស្រាយប្រធានខាងលើនេះពិតជាមានអត្ថន័យត្រឹមត្រូវឬក៏មានលក្ខណៈអប់រំមនុស្សឲ្យមានលក្ខណៈប្រឹងប្រែងខិតខំធ្វើការងារបំពេញអញ្ចឹងហោះហើយទៅដាក់ថ្ងៃមកដូច្នេះហ្នឹងមតិផ្ទាល់ខ្លួនសេតបពីខណ្ឌលើនេះអញ្ចឹងយើងដាក់ថាដូច្នេះហើយណាឬក៏ដូច្នេះវាពិតជាមានសារៈសំខាន់ណាស់ហោះហើយដាក់ហ្នឹងដាក់កំណត់ខ្លួនយើងដាក់របស់យើងបានណាប្រើក្នុងនាមយើងមកក៏បានដែរខ្ញុំមិនបាច់អានេះខ្ញុំដាក់តាមខ្ញុំក៏បានដែរដាក់មិនក៏បានដែរអូខេអញ្ចឹងតែសេចក្តីនេះមានតែប៉ុណ្្នឹងទេហើយបើមានចម្ងល់អីអាចខមមិនក្រោមវីដេអូបានសូមអរគុណ